ជាដំបូងសូមជម្រាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីបងប្អូនថ្នាក់ទី11ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះត្រឡប់មកវីដេអូរបស់ខ្ញុំបន្តទៀតតពីមេរៀនរបស់យើងដែលវីដេអូកាលពីម្សិលមិញអញ្ចឹងកាលពីម្សិលមិញគឺយើងបានរៀនត្រឹមចំណុចទី1សញ្ញានៃ switch និងយើងបានរៀនពីនិយមន័យនៃ switch បាទអញ្ចឹងចំណុចទី2របស់យើងគឺតួទី n នៃ switch អញ្ចឹងយើងក៏លេខមកមើលមេរៀនរបស់យើងទាំងអស់គ្នាអញ្ចឹងគេថាដើម្បីសរសេររូបមន្តឬក៏កំណត់តួទី n នៃ switch បានយើងត្រូវពិនិត្យមើលទៅលើតួនីមួយៗនៃ switch នោះរួចយើងមើលលំនាំគំរូរបស់វាបាទអញ្ចឹងបានន័យថាបើសិនបើគេឲ្យ switch មួយហើយគេឲ្យកំណត់តួទី n របស់វាអញ្ចឹងយើងត្រូវពិនិត្យមើលទៅលើតួនីមួយៗរបស់វាហើយយើងពិនិត្យមើលទៅលើលំនាំគំរូរបស់វាបែបម៉េចអញ្ចឹងយើងក៏លេខមកឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងគេថាកំណត់តួទី n នៃ switch 3 6 9 12បាទចុចចំពោះគ្រប់ n របស់ n អញ្ចឹងយើងតាមយមន័យរបស់គេថាយើងពិនិត្យទៅមើលតួនីមួយៗហើយយើងមើលលំនាំគំរូរបស់វាអញ្ចឹង switch ដែលគេឲ្យគឺ switch 3 6 9 12ចុចនេះចំពោះគ្រប់ n របស់ n បាទអញ្ចឹងគេឲ្យកំណត់តួទី n នៃ switch អញ្ចឹងយើងសង្កេតឃើញថាបែបម៉េចអញ្ចឹងយើងសង្កេតឃើញថា a អងរបស់យើងគឺស្មើ3អញ្ចឹង3យើងអាចសរសេរ3គុណនឹង1បានបាទ3គុណនឹង1ចំណែកឯតួទី2របស់យើងគឺ6បាទអញ្ចឹង6យើងអាចសរសេរ3គុណនឹង2បាទអញ្ចឹង3គុណនឹង2ស្មើ6វិញចំណែកឯតួទី3របស់យើងគឺស្មើនឹង9បាទអញ្ចឹង9យើងអាចសរសេរ3គុណនឹង3បាទអញ្ចឹងតួទី4របស់យើងវាស្មើ12អញ្ចឹងយើងអាចសរសេរ3គុណនឹង4បានអញ្ចឹងលំនាំរបស់វាប្រកាសជា3គុណនឹង5 3គុណ6 3គុណ7តរហូតអញ្ចឹងយើងក៏លេខមើលប៉ុណ្ណេះបាទក៏លេខមើលប៉ុណ្ណេះអញ្ចឹង3នេះវាថេរហើយបាទ3នេះថេររហូតហើយអញ្ចឹងអីដែលរត់គឺមេគុណខាងក្រោយនេះរត់បាទរត់ចាប់ពី1 2 3 4 5បាទ1 2 3 4 5តរហូតទៅដល់តួទី n អញ្ចឹងបានន័យថាអា3នេះគឺវាថេរអញ្ចឹង3ហ្នឹងវាជាប់3រហូតវាអត់ប្រែប្រួលទេអញ្ចឹងអីដែលប្រែប្រួលគឺមេគុណខាងក្រោយអញ្ចឹងបានន័យថាវារត់ពី1 2 3 4រហូតទៅដល់ n អញ្ចឹងយើងបានតួទី n របស់យើងគឺស្មើនឹង 3n បាទអញ្ចឹង n របស់យើងគេថាចំពោះគ្រប់ n របស់ n អញ្ចឹងបានន័យថា n របស់យើងគឺរត់ចាប់ពី1ទៅហើយបាទរត់ចាប់ពី1ទៅហើយអញ្ចឹង3នេះគឺ3មេគុណថេររហូតអញ្ចឹងអីដែលប្រែប្រួលគឺ n នេះអញ្ចឹងយើងបានតួទី n នៃ switch 3 6 9 12នេះតួទី n របស់វាគឺ an ស្មើនឹង 3n បាទ an ស្មើនឹង 3n អញ្ចឹងយើងក៏លេខមកមើលចំណុចទី3បន្តទៀតអថេរភាពនៃ switch បាទអថេរភាពនៃ switch ហ្នឹងបានន័យថា switch កើន switch ចុះឬក៏ switch monotone ហ្នឹងឯងអញ្ចឹងយើងក៏លេខមកមើល 3.1 គេថា switch កើនអញ្ចឹងយើងមកមើលយមន័យបន្តិចគេថា switch an មួយជា switch កើនលុះត្រាតែចំពោះគ្រប់ n របស់ n ដែល an បូក1ធំជាងឬស្មើ an ឬក៏យើងអាចសរសេរអញ្ចេះបាន an បូក1ដក an អញ្ចឹង an បូក1ធំជាងឬស្មើ an យើងអាចដកជាមួយនឹង an លើអង្គទាំងពីរទៅអញ្ចឹងកន្លែងនេះ an បូក1បាទធំជាងឬស្មើ an អញ្ចឹងកន្លែងនេះខ្ញុំអាចដកអង្គទាំងពីរជាមួយនឹង an បាទអញ្ចឹង an បូក1ដក an ធំជាងឬស្មើ an ដក an បាទអញ្ចឹងកន្លែងនេះ an បូក1ដក an បាទធំជាងឬស្មើ0អញ្ចឹងដោយសារអីដោយសារ an ដក an 0ណាអញ្ចឹងធំជាងឬស្មើ0អញ្ចឹងករណីនេះយើងយកមួយណាក៏បានដែរបើសិនបើយើងដោះស្រាយយើងអាចឲ្យ an បូក1ធំជាងឬស្មើ an ក៏បានឬក៏ an បូក1ដក an ធំជាងឬស្មើ0ក៏បានតោះអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់យើងក៏លេខមកមើលឧទាហរណ៍អញ្ចឹងបង្ហាញថា switch an ជា switch កើនបើគេឲ្យ an ស្មើនឹង 2n បូក1ចំពោះគ្រប់ n របស់ n អញ្ចឹងគេឲ្យ an មកហើយអញ្ចឹងពួកយើងត្រូវរក an បូក1មកហើយយក an បូក1ដកជាមួយនឹង an ទៅអញ្ចឹងប្រសិនបើយើងឃើញធំជាងឬស្មើ0អាហ្នឹងបានន័យថា switch នេះគឺជា switch កើនហើយតោះអញ្ចឹងបង្ហាញថា switch an ជា switch កើនអញ្ចឹងយើងមាន an
បាទស្មើនឹង 2n បូក 1 បាទចំពោះគ្រប់ n របស់ n អញ្ចឹងដូចខ្ញុំនិយាយពីខាងលើមិនអញ្ចឹងយើងត្រូវរក an បូក 1 ហើយយក an បូក 1 ដក an មកអញ្ចឹងបើសិនវាធំជាងឬស្មើ0អាហ្នឹងវាស្វីតកើនហើយបាទអញ្ចឹង an បូក 1 អញ្ចឹងកន្លែងណាដែលមាន n គឺយើងត្រូវជំនួស n បូក 1 មកអញ្ចឹង 2n បូក 1 អញ្ចឹង an បូក 1 អញ្ចឹងត្រង់ចំណុចណាដែលមាន n គឺយើងត្រូវជំនួស n បូក 1 បាទអញ្ចឹងបាន2កតាឲ្យ n បូក 1 អញ្ចឹងបានយើងពលាតមកកន្លែងនេះបាទខ្ញុំបាន 2n បូក 2 បូក 1 អញ្ចឹង 2n រក្សានៅដដែលយើងបូកចំនួនប៉ិតខាងក្រៅនេះមកអញ្ចឹងបាន 2 បូក 1 យើងបាន 3 អញ្ចឹងបាន 2n បូក 3 តោះអញ្ចឹងយើងយក an បូក 1 ដក an តាមយមន័យមេរៀនរបស់យើងបាទអញ្ចឹង an បូក 1 ដក an បាទអញ្ចឹង an បូក 1 របស់យើងគឺ 2n បូក 3 បាទអញ្ចឹង 2n បូក 3 ដក an អញ្ចឹង an របស់យើងគឺ 2n បូក 1 អញ្ចឹងនៅត្រង់ចំណុចនេះគឺយើងពលាតកន្សោម 2n បូក 1 មកបាទយើងពលាតកន្សោម 2n បូក 1 មកអញ្ចឹងយើងបានដកគុណនឹង 2n យើងបានដក 2n ដកគុណនឹងដក 1 យើងបានដក 1 អញ្ចឹង 2n ដក 2n អស់អញ្ចឹង 3 ដក 1 សល់ 2 អញ្ចឹងយើងសង្កេតឃើញថា2ធំជាង0ណាអញ្ចឹងបើធំជាង0បានន័យថា an បូក 1 ធំជាងឬស្មើ an ឬក៏ an បូក 1 ដក an នេះធំជាង0អញ្ចឹងបានន័យថា switch ដែលគេឲ្យបង្ហាញនេះគឺជា switch កើនហើយបាទអញ្ចឹង switch កើនតោះអញ្ចឹងយើងក៏លេខមកមើល 3.2 បន្តទៀតអញ្ចឹង switch កើនវាមិនខុសអីពីសំទោស switch ចុះវាអត់ខុសអីពី switch កើនទេបាទដូចគ្នាអញ្ចឹងយើងត្រូវយក an បូក 1 ដក an ដូចគ្នាអញ្ចឹងបើវាតូចជាង0បាទវាតូចជាងឬស្មើ0អញ្ចឹងបានន័យថា switch ហ្នឹងជា switch ចុះហើយបាទអធិស្ឋានកន្លែងនេះខ្ញុំសរសេរខុសអញ្ចឹង an បូក 1 ដកសំទោសកន្លែងនេះ an បូក 1 តូចជាងឬស្មើ an អញ្ចឹងកន្លែងនេះខ្ញុំសរសេរបាន an បូក 1 ដក an ខ្ញុំដកអង្គទាំងពីរជាមួយនឹង an អញ្ចឹងបាន an ដក an អញ្ចឹងយើងបាន an បូក 1 ដក an តូចជាងឬស្មើ0តោះអញ្ចឹងយើងក្លែងមកឧទាហរណ៍អញ្ចឹងកន្លែងនេះខ្ញុំសេខតត្រូវទេបាទតូចជាងឬស្មើ0អញ្ចឹងបង្ហាញថា an ជា switch ចុះបើគេឲ្យ an ស្មើនឹងដក 2n បូក 12ចំពោះគ្រប់ n របស់ n តោះអញ្ចឹងយើងមើលដំណោះស្រាយបង្ហាញថា an ជា switch ចុះអញ្ចឹងយើងមាន an បាទយើងមាន an ស្មើនឹងដក 2n បូក 12ចំពោះគ្រប់ n របស់ n អញ្ចឹងយើងត្រូវរក an បូក 1 ដែរមកបាទយើងត្រូវរក an បូក 1 អញ្ចឹងត្រង់ចំណុចណាមាន n យើងត្រូវចំនួន n បូក 1បាទអញ្ចឹងឡើងដក 2n នេះយើងចំនួន n បូក 1 មកអញ្ចឹងបានដក 2 កតាឲ្យ n បូក 1អញ្ចឹងយើងពលាតដក 2 ចូលកន្សោម n បូក 1 នេះមកបាទដក 2 គុណនឹង n បានដក 2n ដក 2 គុណនឹង 1 បានដក 2បាទអញ្ចឹងកន្លែងនេះយើងធ្វើការទូទាត់មកបាទដក 2n រក្សានៅដដែលអញ្ចឹងដក 2 បូក 12 សល់ 10តោះអញ្ចឹងយើងយក an បូក 1 ដក an បាទអញ្ចឹងយើងស្មើឲ្យ an បូក 1 របស់យើងគឺដក 2n បូក 10អញ្ចឹងបានដក 2n បូក 10ហើយនេះដក an អញ្ចឹង an របស់យើងគឺដក 2n បូក 12អញ្ចឹងយើងធ្វើការពលាតកន្សោមដក 2n បូក 12មកអញ្ចឹងអាកន្សោមនេះយើងរក្សានៅដដែលអត់ប្រែប្រួលទេបាទអញ្ចឹងបាន10ដក 2n បូកឲ្យអញ្ចឹងដកនៃដកបានបូកបាទបានបូក 2ដកនៃបូកបានដកអញ្ចឹងបានដក 12អញ្ចឹងដក 2n អស់ហើយបាទអញ្ចឹង10ដក 12ស្មើដក 2អញ្ចឹងតូចជាង0អញ្ចឹងបើយើងយក an ដក an តូចជាង0បាទតូចជាងឬក៏ស្មើ0តែអានេះតូចជាង0ដាច់ហើយអញ្ចឹងបើយើងធ្វើការដកទៅឃើញវាតូចជាងឬក៏តូចជាង0ដាច់ខាតឬក៏តូចជាងឬស្មើ0អញ្ចឹងបានន័យថា switch របស់យើងគឺជា switch ចុះបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះហើយជាចុងក្រោយក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយប្រការណាមួយដោយមិនបានព្រៀងទុកជាមុនអញ្ចឹងអាចឌីសកូនមករូបខ្ញុំបាទក្នុងនៃស្ថាបនាកែលម្អទាំងអស់គ្នាបាទអញ្ចឹងក៏សូមអរគុណសូមជម្រាបលា